បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបច្ចុប្បន្ននេះគឺប្រទេសថៃកំពុងតែជួបប្រទះទៅនឹងហេតុការណ៍ធំៗចំនួន3នៅក្នុងប្រទេសនេះដែលកំពុងតែប្រឈមក៏ដូចជាធ្វើឲ្យរដ្ឋាភិបាលនឹងពិបាកនៅក្នុងការទប់ស្កាត់ហើយក៏ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុវត្ថិភាពរបស់ប្រជាជននិងមានការស្វះស្វែងរកវិធីផ្សេងៗដើម្បីទប់ស្កាត់ហេតុការណ៍ទាំងនេះបាទសម្រាប់ហេតុការណ៍ធំៗដែលកើតឡើងក៏ដូចជាដែលកំពុងតែបន្តនៅក្នុងប្រទេសថៃនឹងគឺទី1គឺប្រទេសថៃនៅតំបន់មួយចំនួនត្រូវបានគេរកឃើញថាមានកម្រិតខ្យល់ពុលគឺខ្ពស់បំផុតកម្រិតទី8នៅលើពិភពលោកឯណោះដូច្នេះហេតុការណ៍មួយនេះក៏ធ្វើឲ្យប្រទេសថៃក៏ដូចជារាជរដ្ឋាភិបាលមានការព្រួយបារម្ភនិងស្វែងរកវិធីផ្សេងៗដើម្បីលុបបំបាត់ក៏ដូចជាកាត់បន្ថយឲ្យបានច្រើននៅអាកាសធាតុដ៏អាក្រក់មួយនេះដើម្បីបញ្ជៀសបញ្ហាទៅដល់ប្រជាជនក៏ដូចជាសុវត្ថិភាពសុខភាពរបស់មនុស្សម្នាទាំងឡាយដែលទៅតំបន់ដែលមានខ្យល់ពុលនោះប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់អាចគ្រប់គ្រងក៏ដូចជាធ្វើការកាត់បន្ថយវាបានទាំងស្រុងនោះទេគឺពួកគេកំពុងតែព្យាយាមស្វែងរកវិធីផ្សេងៗនៅក្នុងការលុបបំបាត់ក៏ដូចជាកាត់បន្ថយអាកាសធាតុដ៏អាក្រក់ក៏ដូចជាផ្សែងពុលទាំងនោះទន្ទឹមនឹងហេតុការណ៍ផ្សែងពុលក៏ដូចជាអាកាសធាតុដ៏អាក្រក់មួយនេះថៃក៏មានហេតុការណ៍មួយទៀតដែលកំពុងតែប្រឈមគឺភ្លើងឆេះព្រៃនៅឯតំបន់chiang maiភ្លើងឆេះព្រៃនេះគឺបានកើតមានអស់រយៈពេលប៉ុន្មានថ្ងៃមកហើយប៉ុន្តែប្រទេសថៃនៅតែមិនទាន់អាចពន្លត់វាបានទាំងស្រុងនោះឡើយដោយសារតែភ្លើងមានការឆេះរីករាលដាលហ្នឹងគឺលឿនហើយមានខ្យល់អាកាសហ្នឹងគឺខ្លាំងនិងអាកាសធាតុក្តៅខ្លាំងនៅតំបន់នោះដែលជាហេតុធ្វើឲ្យភ្លើងហ្នឹងគឺងាយនឹងឆាបឆេះក៏ដូចជាពិបាកនៅក្នុងការពន្លត់ដោយសារតែកន្លែងដែលឆេះនោះគឺនៅលើភ្នំអ្នកពន្លត់ភ្លើងដែលស្មើជើងគឺពិបាកនឹងធ្វើការបាញ់ទឹកទៅដល់ក៏ដូចជាធ្វើការទប់ស្កាត់ខ្លាំងណាស់ដូច្នេះរាជរដ្ឋាភិបាលថ្មីៗនេះបានប្រកាសឲ្យប្រើឧទ្ធម្ភាគចក្រមួយចំនួនដើម្បីធ្វើការពន្លត់ក៏ដូចជាស្រោចពីខាងលើដើម្បីទប់ស្កាត់ភ្លើងកុំឲ្យកាន់តែរីករាលដាលខ្លាំងប៉ុន្តែឥឡូវនេះគឺភ្លើងនៅតែកំពុងបន្តឆាបឆេះមិនទាន់អាចពន្លត់បានទាំងស្រុងនោះឡើយនេះជាហេតុការណ៍ធំទី2ប្រចាំប្រទេសថៃបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកំពុងតែមានការព្រួយបារម្ភបាទហើយថ្មីៗនេះផងដែរប្រទេសថៃក៏ដូចជាតាមបណ្ដាញសង្គមធំៗមួយចំនួនក៏បានផុសប្រងព្រាតអំពីហេតុការណ៍ដ៏សោកសៅមួយគឺហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃដែលបានបណ្ដាលឲ្យអគារខ្ពស់ៗមួយចំនួនដែលបានសាងសង់រួចក៏ដូចជាអគារដែលកំពុងសាងសង់ផងដែរត្រូវបានបាក់រាបដល់ដីហើយក្នុងនោះក៏មានមនុស្សដែលរស់នៅក្នុងអគារនោះផងដែរក៏ដូចជាកម្មករដែលកំពុងតែធ្វើការនៅក្នុងអគារដែលបានបាក់នោះដូច្នេះប្រហែលជាជៀសមិនផុតនោះទេពីសោកនាដកម្មនៃការបាត់បង់ជីវិតរបស់មនុស្សដែលធ្វើការក៏ដូចជាកំពុងតែរស់នៅក្នុងអគារទាំងនោះផងដែរហើយរាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីដែលពាក់ព័ន្ធមិនទាន់អាចបញ្ចេញទិន្នន័យនៃការស្លាប់ឬក៏រងរបួសបាននៅច្បាស់នៅឡើយនោះទេពីព្រោះហេតុការណ៍នេះទើបតែកើតឡើងថ្មីៗស្ថិតនៅក្រោមការស៊ើបអង្កេតនិងការជួយសង្គ្រោះនៅឡើយដូច្នេះនៅពេលបន្តិចទៀតគឺរាជរដ្ឋាភិបាលប្រទេសថៃប្រហែលជានឹងបញ្ចេញទិន្នន័យនៃអ្នករងរបួសក៏ដូចជាអ្នកដែលបានបាត់បង់ជីវិតផងដែរហើយសង្ឃឹមថាក្នុងហេតុការណ៍នោះក៏មិនមានអ្នកដែលបាត់បង់ជីវិតច្រើននោះដែរបាទនេះគឺជាបញ្ហាដ៏ធំទី3ដែលទើបតែកើតឡើងថ្មីៗនេះឯងនៅឯប្រទេសថៃបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រទេសថៃនឹងអាចដោះស្រាយវាបានហើយនឹងជូនពរឲ្យបងប្អូនទាំងអស់គ្នាដែលរស់នៅប្រទេសថៃក៏ដូចជាពលរដ្ឋថៃផងដែរឲ្យមានសុវត្ថិភាពទាំងអស់គ្នានិងជៀសផុតពីសោកនាដកម្មដ៏ធំមួយនេះផងដែរបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូថ្មីៗបន្តទៀត